ចង់បានឆ្មាដែលមានសាច់ដុំមហោដ៏មានសពបានអត់និយាយលេងសើចទេណាអានេះគេហៅថា friend bouquet ណាអ្នកទាំងគ្នាមើលដៃជើងវាមើលជើងវាមើលសាច់ដុំសង្ស័យតែវាយផ្ដាល់តាំងក្នុងពោះម៉ែមកហើយមើលទៅនិយាយលេងសើចអីគឺវាសាច់ដុំខ្លាំងមែនណាអានេះដូចអាឆ្កែ friend bulldog ហ្នឹងអ្នកទាំងគ្នាគឺដូចហ្មងលើកមុនគឺខ្ញុំមានមួយក្បាលដែរហើយអត់ងាយមានទេអាសាច់ដុំអញ្ចឹងគឺអត់ជាដាច់ខាតហ្មងដោយសារហេតុអីដោយសារឆ្មានេះគឺវាទទួលខ្លាំងហើយវាក៏ម៉ាប់ទៅពេលអញ្ចឹងទៅវាទ្រអាទម្ងន់ក្បាលពោះវាអានេះខ្ញុំគាត់ទៅគិតទេទៅពេលអញ្ចឹងធ្វើវាឡើងសាច់ដុំដោយសារវាក៏ម៉ាប់ខាងពេកទៅហើយជើងវាខ្លីខ្លាំងអាជើងមុខនឹងខ្លីជាងអាក្រោយអញ្ចឹងអាមុខនឹងគឺវាប្រើកម្លាំងខ្លាំងជាងទៅពេលវាទ្រយូរទៅវាទៅជាឡើងសាច់ដុំដៃហើយមិនសាច់ដុំធម្មតាសាច់ដុំខ្លាំងណាស់ដល់គ្នាឡើងតាប់ហ្មងអញ្ចឹងមកក្បាលនេះប្រភេទMunchkin Golden NY12 NY12នេះគឺពណ៌ពេញហ្មងអត់មានលេខខ្មៅក៏តុយខ្មៅគឺទឹកក្រូចឆ្អិនឆ្អៅហ្មងអ្នកនរនេះមកក្បាលនេះមើលចាស់ស្ដាយខ្លួនឯងទៅថាវាស្អាតខ្ញុំហ៊ាននិយាយថាខ្ញុំផុសវីដេអូនេះទៅគឺនៅអត់យូរណាតោះគ្នាមកក្បាលនេះហើយអាហ្នឹងវានៅធាត់អត់តន់អស់ហើយណាអាយុទៅ4ខែធាត់អត់តន់អស់ហើយណាតោះនេះអញ្ចឹងអ្នកនរនេះទៅគឺវាអាចធាត់ជាងនឹងទៀតហើយសាច់ដុំវាគឺឡើងទៅតាមហ្នឹងអញ្ចឹងចឹងសម្រាប់អ្នកដែលគាត់ស្រឡាញ់សាច់ដុំកលាកាសហើយកទឺដូចអាឆ្កែ friend bulldog ហ្នឹងអាចមើលមកក្បាលនេះបានខ្ញុំធានាហ្មងថាមកគឺដកចាក់រួចទេអ្នកទាំងគ្នាមើលតែដៃជើងហើយក្បាលពោះដឹងហើយលេងគឺអញ្ចឹងលេងខ្លាំងហ្មងលេងអត់មានសម្រាប់យើងលេងគឺលេងមួយយើងរហូតអាឆ្មានេះគឺប្រកែលេងហ្មងហើយមើលអូយខូតណាស់អ្នកទាំងគ្នាអូយច្រមុះមុខអីឡើងតាឈូកហើយពណ៌ដូចខ្ញុំបញ្ជាក់ចឹងគឺលឿងឆ្អិនឆ្អៅអត់មានលាយខ្មៅសំបីតែមកសរសៃក្នុងហូមក្នុងខ្លួនគឺនឹងអត់មានលាយខ្មៅទេអញ្ចឹងបើស្រឡាញ់ហើយកុំភ្លេចមកមើលទាំងអស់គ្នាបាយបាយ